បាទសួស្តីបាទបងប្អូនបាទទី7ណាឥឡូវខ្ញុំដោះស្រាយសមីការមួយទៀតបាទគឺជាសមីការដែលមានភាពបែកណាបាទនេះមាន3នេះបាទនេះតែភាពបែកនេះ1 3ម្នាក់ឯងចឹងអានេះភាពបែកនេះអាក្រោមហៅភាពបែកនេះចានេះភាពបែក3នេះភាពបែក2អញ្ចឹងគឺសមីការយើងមានភាពបែកប៉ុន្មាននៅមានភាពបែករួមប៉ុន្មានអញ្ចឹងភាពបែករួមនេះគឺ3 2 16អញ្ចឹងភាពបែករួម6ណាអញ្ចឹងកន្លែងទី3នេះគឺបងប្អូនអាចសេចេះ3ចែកអញ្ចឹងមិនបាន6ដាក់6បាទក្រោមគុណ6ឥឡូវយើងដាក់6ចឹងបាទដកឲ្យអានេះយើងបាន 2x ដល់3លើក3ដល់3ក៏ចេញ6គេគុណ2អញ្ចឹងបាទក្រោមគុណ2ឥឡូវយើងគុណ2ដូចគ្នាណាបាទគុណ2ដូចគ្នាស្មើអានេះគឺយើងបាន2អានេះគឺ5ដល់ x ទី2ធ្វើម៉េចចេញ6គុណនឹង3អញ្ចឹងបាទក្រោមគុណនឹង3ឥឡូវគុណនឹង3ដូចគ្នាអញ្ចឹងបន្ទាប់មកយើងឃើញថាពីបាយដូចគ្នាបាទនេះ6អានេះ6អានេះ6អញ្ចឹងគេលុបពីបាយចោលបានហើយគេលុបចោលមក3 6ដងគុណហើយដល់18នេះគឺលោកគ្រូសេលេខមេគុណមុនណាសេលេខ2មុនដល់សល់ 2x ដល់3សេលេខ3មុនយើងបាន5ដល់ឲ្យចេះមកបន្តមកទៀតនេះយើងបាន18ដល់2គុណនឹង2យើងបានដល់ 4x ដល់ដល់យើងបាន6 3 5ដល់15 3គុណ x យើងបានដល់ 3x លោកគ្រូសេលេខ 4x មុនអានេះគឺ18ខែ6វា24ណាចឹងបូក24ស្មើដល់ 3x បាទបូកឲ្យបាទយើងសេលេខស្រាលក៏បានដែរបាទស្មើ15ដល់ឲ្យ 3x បន្ទាប់មកលើកតួណាដែលមានអញ្ញត្តិអង្គទី1តួណាអត់អញ្ញត្តិបោះអង្គទី2ឆ្លងកាត់សញ្ញាស្មើទៅដូរសញ្ញាចឹងអានេះគឺដក 4x នៅដដែលសិនមកអានេះលេខដក3ហ្នឹងយើងលើកមកបានបូក 3x មកស្មើនេះ15អានេះបូកទៅបានដក 24អញ្ចឹងណាដក 4x បូក 3x គឺសល់ 10x សល់ដក1ណាតែមួយយើងបាច់ទេអានេះគឺ15ដកបាទ24នៅសល់ដកបាទសល់ដក9បន្ទាប់មកវាជាប់សញ្ញាដកនេះយើងដល់ស្រាយមួយការត្រូវការតែអីទេអញ្ចឹងដើម្បីវិបត្តិដកយើងគុណអង្គទី2នេះសញ្ញាដកមកអញ្ចឹងមានន័យថាដកកតាដក x ស្មើដកកតាដក9នេះដកគុណដកចេញបូកអានោះដកគុណដកចេញបូកដែរដូច្នេះសមីការមាននេះស្មើ1